ngày ní xung vô style đi nè muối xung với nhà trường muối đã tôn cho muối nâng profile đã tôn mùi cả lock profile nó lơ Facebook ok chân chỉ một số bóng bóng đó cái này chụp này một can video thông ấy nơi khung studio lán rồi bọc nhóm và ngày đi đấy cứ nhóm khơi miền bóng phò mà nè có bạnพอมวยแต่ต้นជាមួយនឹងការ lock profile ខ្ញុំឃើញមាន comment ជាច្រើនខ្ញុំឃើញមាន comment ជាច្រើនដែលបញ្ចេញមតិនៅក្នុង post របស់គាត់ហ្នឹងហើយ post របស់គាត់ក៏វាមិនមែនជាដូចរបៀបថាមិនមែនជាការឌឺដងឬក៏អីគាត់ថាតែต้นជាមួយនឹងការឆ្ងល់ដូចគ្នាតែតងជាមួយនឹងបញ្ហាហ្នឹងគឺគាត់បានសរសេរថាការ lock profile ហ្នឹងវាហាក់ដូចជាអយុត្តិធម៌បានន័យថាអ្នកដែលប្រើអ្នកដែលក្នុងលក្ខខណ្ឌមួយថាអ្នក lock profile គាត់អាចមើលឃើញអ្នកផ្សេងបានអញ្ចឹងណាតែអ្នកផ្សេងគាត់មើលអ្នក lock profile អត់បានទេបាទអានេះគឺអ្វីដែលគាត់បានលើកឡើងសរសេរឡើងនឹងទៅអញ្ចឹងក៏វាមានមតិច្រើននៅក្នុង comment ហ្នឹងគឺតាក់ទងជាមួយនឹងការ comment ថាឲ្យគាត់ឬក៏អីអញ្ចឹងណាមានអ្នកខ្លះថាហេតុអីបានគាត់អត់សុខចិត្តឬក៏អីមែនអូខេអញ្ចឹងខ្ញុំសុំនិយាយកន្លែងហ្នឹងបន្តិចតាមពិតហ្នឹងមុខងារហ្នឹងគឺវាល្អមួយសម្រាប់អ្នកប្រើប្រាស់ទូទៅព្រោះវាតាក់ទងជាមួយនឹង privacy data privacy អញ្ចឹងវាជារឿងមួយដែលដូចវាថាបើសិនជាបុគ្គលផ្សេងដែលអត់មាននៅក្នុង connection មកយើងទេអត់មាននៅក្នុង friend list ឬក៏អីទេវាអាចនឹងដូចវាថាអត់អាចចូលទៅមើល profile គាត់បានទេ lock profile សម្បីតែចូលទៅមើល profile picture ក៏អត់បានដែរឃើញតែរូបលំនៅខាងក្រៅចូលទៅ screenshot ក៏អត់បានដែរ download រូបក៏អត់បានដែរព្រោះសិតតែជា privacy អញ្ចឹងតើតើមួយចំណុចទាំងអស់ហ្នឹងវាធ្វើឲ្យឧទាហរណ៍ថាយើងដែលអត់មាននៅក្នុង friend list របស់គាត់ទេអត់អាចចូលទៅមើល profile គាត់បានទេយើងអត់អាចចូលទៅមើល timeline របស់គាត់អត់អាចចូលទៅមើលរូបថតឬក៏អីផ្សេង post របស់គាត់មើលអត់កើតតែម្ដងតែសម្រាប់គាត់អាចមើលឃើញយើងវិញបានគាត់អាចមើលឃើញយើងព្រោះយើងវាបើកចំហហើយយើងក៏អាចបិទបានតែវាអត់មានបញ្ហាទេព្រោះមុខងារហ្នឹងគឺគេដាក់ឲ្យប្រើប្រាស់ Facebook ដាក់ឲ្យប្រើប្រាស់ទេបាទបើហើយណាមួយបើសិនជាឧទាហរណ៍ដូចយើងជា profile របស់យើងឬក៏ជា page របស់យើងគឺយើងដាក់ជា public figure ទេបានន័យថាយើងសាធារណៈយើងបើកចំហតែម្ដងអញ្ចឹងតាក់ទងជាមួយនឹងការ lock profile ហ្នឹងវាអញ្ចេះបានន័យថាដោយសារមានបងប្អូនមួយចំនួនជួបប្រទះជាមួយនឹងធ្លាប់ជួបបញ្ហាដែលគេយករូបថត download រូបថតរបស់យើងយកទៅធ្វើនេះធ្វើនោះណាដូចខ្ញុំផ្ទាល់ខ្ញុំក៏ធ្លាប់ជួបដែរបានន័យថាមានជនខិលខូចគាត់យករូបខ្ញុំទៅផុសថាខ្ញុំជាពាក់លុយជាពាក់អីណានៃខុបខិតជាពាក់លុយក្រុមអីណាដែលយើងអត់ដែរស្គាល់អត់ដែរអីសោះអាហ្នឹងគឺជាបញ្ហាដែលធ្វើឲ្យមានអស់នឹងកើតឡើងបានន័យថាធ្វើឲ្យ platform ចេញមុខងារ lock profile ហ្នឹងព្រោះវាគឺជាសិទ្ធិឯកជនភាពរបស់បុគ្គលគាត់ចង់ lock ក៏បានគាត់មិនចង់ lock ក៏បានគឺស្រាចិត្តណាតែអ្វីដែលសម្រាប់ខ្ញុំតែម្ដងការ lock profile វាអត់មានខុសអីទេ lock profile មានខុសមកអត់មានខុសអីទេគឺជាសិទ្ធិឯកជនភាពតែក្នុងករណីមួយថាបើសិនជាខ្ញុំឃើញ profile នឹង lock ណាហើយខ្ញុំអត់ស្គាល់គេឧទាហរណ៍ថាបុគ្គល A ខ្ញុំអត់ដែរស្គាល់នៅក្រៅក៏ខ្ញុំអត់ស្គាល់ដែរហើយខ្ញុំឃើញ profile នៅក្នុង Facebook ខ្ញុំឃើញ lock profile ហើយខ្ញុំអត់ add ទៅទេអាហ្នឹងសម្រាប់ខ្ញុំអត់ add ទៅទេព្រោះអីគឺបាននេះខ្ញុំអត់ស្គាល់ផងហើយក៏
nhom ở thời ca tự ai đây tai bờ sân chỉ audio thà bọc cô lê nhom ai score audio thà nhom miên ca nghi thời thơ chỉ mỗi conឬក៏ខ្ញុំចង់តំណែងគាត់ក្នុងការងារអីមួយអូខេខ្ញុំអេតទៅណាឧទាហរណ៍ថាគាត់ជាបុគ្គលម្នាក់គេណែនាំមកគេប្រាប់មកគេស្គាល់គេអីចឹងហើយយើងត្រូវការធ្វើការមួយគាត់អូខេអេតទៅវាអត់មានបញ្ហាព្រោះយើងចង់រាប់អានគេយើងចង់រាប់អានហើយយើងចង់មានការងារធ្វើជាមួយគ្នាឬក៏អីចឹងទៅនិយាយពិភាក្សាបង្កើតតំណែងលក្ខខណ្ឌមួយទៀតបុគ្គល A ដដែលឧទាហរណ៍គាត់ log profile ហើយនៅលើ Facebook ប៉ុន្តែនៅខាងក្រៅស្គាល់គ្នាឧទាហរណ៍ថាខ្ញុំស្គាល់គ្នាមិត្តភ័ក្តិអីណាខាងជួបយូរឬក៏អីចឹងទៅអញ្ចឹងក៏ខ្ញុំ add ទៅដែរព្រោះយើងស្គាល់គ្នាហើយគឺគ្រាន់តែ add ទៅគឺដឹងតែវាមានអស័ព្ទលឿនឬក៏អីហើយអាហ្នឹងវាអត់អីទេក្នុងលក្ខខណ្ឌ friend ទៅកើតតំណែងនៅក្នុង platform នីមួយៗហ្នឹងអាហ្នឹងគឺក្នុងលក្ខខណ្ឌដែលយើង add ទៅតែបើសិនជាលក្ខខណ្ឌមួយទៀតសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំអត់ដឹងថាណាគេយ៉ាងម៉េចទេបើសិនជាបុគ្គល A គាត់ lock profile ហើយគាត់មក add មកខ្ញុំអញ្ចឹងខ្ញុំមើលច្រើនតែខ្ញុំធ្លាប់ស្គាល់គាត់នៅខាងក្រៅអត់អញ្ចឹងណាហើយខ្ញុំសួរនាំម្នាក់ពីរទៀតមិត្តភក្តិស្គាល់គ្នាទៀតតើមានស្គាល់អ្នកហ្នឹងអត់គាត់ណាគេអីចឹងទៅណាដែលមាននៅក្នុង mature friend ឬអីយើងសួរនាំទៅហើយបើសិនជាអូខេខ្ញុំក៏ accept ទៅតែបើសិនជាបុគ្គល A ដែល lock profile ដដែល add មកខ្ញុំអត់ស្គាល់ខាងក្រៅអត់ស្គាល់អីទេហើយខ្ញុំចង់ចូលទៅមើល profile គាត់ថាគាត់ជាអ្នកណាគេឈ្មោះយើងមានហើយប៉ុន្តែខ្ញុំចង់មើលតែគាត់ផុសមានអីគេខ្លះមាន friend អីគេខ្លះមានរូបថតមិនខ្លះខ្ញុំចង់ចូលទៅមើលខ្ញុំចង់ស្គាល់ចង់អីចឹងណាតែខ្ញុំចូលមើលអត់កើតខ្ញុំអត់ទទួលខ្ញុំអត់ accept ត្រឡប់ខ្ញុំគឺអញ្ចឹងបាននេះបើសិនជាអ្នកឯ add មកខ្ញុំតែ lock profile បើសិនជាខ្ញុំស្គាល់ខ្ញុំ accept ហ្នឹងខ្ញុំនិយាយអញ្ចឹងដោយសារវាគឺជាអាសិទ្ធរបស់ខ្ញុំដែរប៉ុន្តែអ្វីដែលគួរតែខ្ញុំអ្វីដែលខ្ញុំចង់និយាយគឺចង់និយាយទៅលើ platform ទៅលើ Facebook Meta ខ្លួនឯងគួរណាតែធ្វើអញ្ចេះ algorithm ហ្នឹងណាបានន័យថាសម្រាប់ឧទាហរណ៍ថា user មួយគាត់ធ្វើការ lock profile ប៉ុន្តែគាត់ចង់ add ទៅបុគ្គលមួយទៀតសម្រាប់ខ្ញុំគិតថា algorithm គួរណាតែសិទ្ធបើកសិទ្ធឲ្យបុគ្គលដែលត្រូវបានគេ add ហ្នឹងគាត់អាចមានសិទ្ធគ្រាន់តែចូលទៅមើលថាអ្នកដែល add មកហ្នឹង profile គាត់មិនខ្លះមានរូបភាពមិនខ្លះមានផុសអីគេខ្លះអញ្ចឹងទៅដើម្បីគាត់អាចនឹងទទួល friend request អាហ្នឹងសម្រាប់ខ្ញុំគិតទេណាតែខ្ញុំអត់ដឹងថាតើវាអ្វីដែលខ្ញុំគិតហ្នឹងបងប្អូនគិតដូចខ្ញុំដែរអត់ឬក៏ដោយសារគេសិក្សាមើលហើយគេថាមិនចាំបាច់ហើយបន្ទាប់មកគេដាក់តែអញ្ចឹងយើងអត់ដឹងតែសម្រាប់ខ្ញុំជា user ខ្ញុំគ្រាន់ថាខ្ញុំចង់បានមួយបើសិនជាក្នុងលក្ខខណ្ឌថាគេ add friend មកខ្ញុំគេ add friend មកយើងបន្ទាប់មកយើងចង់ចូលទៅមើល profile គេថាគេជាអ្នកណាគេឈ្មោះអីមានរូបថតអីគេមាន friend អីគេខ្លះមានអីគេខ្លះដើម្បីមុននឹងយើង accept friend request សម្រាប់អ្នកដែលធ្វើការ lock profile ហ្នឹងណាអញ្ចឹងខ្ញុំគិតថា Facebook platform គួរណាតែបើកអាកន្លែងហ្នឹងមួយបើកលក្ខខណ្ឌណា if ហ្នឹងហើយសរសេរ if ទៅសុំតើនិយាយលេងបានន័យថាគួរតែបើកលក្ខខណ្ឌហ្នឹងទៅវាល្អដែរបានន័យថាយើងជាអ្នកដែលទទួល friend request យើងមានសិទ្ធិចូលមើលគេមុនតែបើសិនជាយើង add ទៅគេអូខេអាហ្នឹងធ្វើមិនទេអាហ្នឹងព្រោះយើងចង់ទៅគេមុនដែរវីដេអូខ្ញុំគិតថាព្រោះហ្នឹងទេវីដេអូវារៀងវែងប៉ុន្តែខ្ញុំចង់និយាយពីការ lock profile មួយហើយក៏អត់មានខុសអត់មានត្រូវអត់មានអីដែរការបញ្ចេញមតិគឺអត់មានការខនមានអីទេហើយគាត់បញ្ចេញនៅលើគាត់ផុសហ្នឹងក៏អត់មានខនមានអីដែរគឺជាការគិតឃើញរបស់បុគ្គលម្នាក់រៀងខ្លួនគ្រាន់តែថាការគិតរបស់គាត់គិតបែបនេះដល់ពេលអ្នក lock profile គាត់គិតបែបនោះអញ្ចឹងវាមានគំនិតផ្ទុយគ្នាតែអត់មានការខនមានការត្រូវអីទេនៅក្នុងសំទោសអត់មានការខុសអីទេវាសិតតែជាមតិយោបល់ទាំងអស់តែគ្រាន់តែថាខ្ញុំយកមកនេះគឺខ្ញុំចង់និយាយបន្តិចបន្តួចតាក់ទងជាមួយនឹងការ lock profile ហ្នឹងដោយសារនេះគឺជាកំណត់របស់ខ្ញុំដែរហើយក៏ខ្ញុំអត់មានទៅកាន់ជើងខាងអ្នក lock
ហើយក៏អត់មានទៅកាន់ជើងខាងអ្នកណាដែរវាជាសិទ្ធិរៀងខ្លួនព្រោះឯខ្ញុំក៏មានសិទ្ធិបញ្ចេញមតិរបស់ខ្ញុំដែរត្រូវទេបងប្អូនបាទអញ្ចឹងខ្ញុំឃើញមានការ comment ជាច្រើនហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាបើសិនជាយើង comment អីរិះគន់អីសូមអាច comment បែបរិះគន់ជួយផ្ដល់យោបល់ឲ្យមានភាពដូចវាថាល្អ comment បែបសុជីវធម៌ណាកុំវាយប្រហារតែម្ដងណាវាអត់សូវល្អទេអញ្ចឹងវីដេអូខ្ញុំតែប៉ុណ្្នឹងទេបើបងប្អូនមានជាយោបល់មានជា comment អីបងប្អូនអាចជួយ comment នៅខាងក្រោមវីដេអូហ្នឹងជួយផ្ដល់ជាមតិណាតើវាយ៉ាងម៉េចដែរសម្រាប់បងប្អូនដែល lock profile បងប្អូនក៏អាចចូល comment នឹងដែរថាមូលហេតុអីដែលបងប្អូនធ្វើការ lock តើដូចអ្វីដែលខ្ញុំនិយាយដែរអត់អញ្ចឹងណាអូខេអញ្ចឹងអរគុណអ្នកនរគ្នាជួបគ្នានៅក្នុងវីដេអូក្រោយ complete follow channel follow Facebook ហ្នឹងហើយព្រោះវីដេអូនេះខ្ញុំផុសលើ Facebook ហើយឯនៅ YouTube មួយទៀត subscribe channel YouTube ផងអូខេជួបគ្នាក្នុងវីដេអូក្រោយបាយបាយ